charity ទេសចរនឹងចែករំលែកសប្បាយចិត្តខ្លាំងជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះគឺជាថ្ងៃកម្មវិធីរបស់យើងដែលកម្មវិធីយើងរៀបចំដោយបង TAC និយាយពីឡានបងសូដាលៀបហើយកម្មវិធីថ្ងៃនេះគឺយើងនិយាយអំពីទេសចរនៃការចែករំលែកទៅកាន់ខេត្តកំពតនិងខេត្តកែបហើយសម្រាប់ថ្ងៃហ្នឹង Premium Body Shop យើងក៏បានចូលរួមជាមួយនៅក្នុងកម្មវិធីនេះដែរទៅជាមួយនឹងឆាងអាន Hunter E អញ្ចឹងចង់ដឹងថាតើទស្សនវិជ្ជារួមនៅក្នុងកម្មវិធីហ្នឹងស្អាតល្អមានសកម្មភាពអីគេខ្លះកុំភ្លេចតាមដានវីដេអូមួយនេះទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ពេលឥឡូវនេះគឺអាចថាម៉ោងដូចជា10ហើយហើយក្រុមការងារកម្មវិធីរបស់យើងបានធ្វើដំណើរមកដល់ខេត្តកែបហើយគ្រាន់តែថាយើងអត់ទាន់ចូលទៅក្នុងកម្មវិធីនៅឡើយទេដោយសារតែយើងកំពុងរៀបចំក្បួនហើយសម្រាប់ថ្ងៃហ្នឹងដោយបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងមានការចូលរួមពីខាងក្រុមឡានច្រើនមែនតើមានគ្រប់ប្រភេទឡានតែម្ដងនិយាយទៅគឺកម្មវិធីមួយនេះពិតជាល្អមែនតើមិនត្រឹមតែបានជួយផ្សព្វផ្សាយទៅដល់តំបន់ទេសចររបស់យើងទេប៉ុន្តែបានជួយច្រើនសម្រាប់កុមារដែលគាត់កំពុងត្រូវការក្តីស្រឡាញ់អញ្ចឹងក៏ភ្លេចតាមដានវីដេអូរបស់យើងទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះយើងមកដល់កន្លែងនៃកម្មវិធីហើយដែលមានទីតាំងនៅបរិយាកុមារខេត្តកែបអញ្ចឹងខាងក្រោយខ្នងរបស់ខ្ញុំនេះគឺជាអវ៉ាន់ដែលយើងនឹងផ្ដល់ជូនទៅឲ្យក្មេងៗអញ្ចឹងពិតជាអរគុណមែនតើសម្រាប់បងសមាជិកចូលរួមក្នុងកម្មវិធីថ្ងៃហ្នឹងមិនថាទាំងបងដែលចូលរួមកម្មវិធីថ្ងៃហ្នឹងឬក៏បងដែលអត់បានចូលរួមប៉ុន្តែគាត់ចូលជាថវិកាដើម្បីចូលជាសប្បុរសធម៌អញ្ចឹងពិតជាអរគុណមែនតើហើយកុមារនៅទីនេះគឺពិតជាត្រូវការក្តីស្រឡាញ់ពីបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងនឹងមានកម្មវិធីបែបនេះនៅខែឬក៏ឆ្នាំក្រោយទៀត